ថ្ងៃនេះស្ងោរសួតជ្រូកចុចជាមួយទឹកអំពិលទុំអីចឹងណាអូយថាបន្លែមួយម៉ាត់និយាយថាឆ្ងាញ់ម៉ែឆ្ងាញ់ហ្មងអ្នកអត់ចូលចិត្តបន្លែអត់យល់អារម្មណ៍ហ្នឹងឯងសម្រាប់ខ្ញុំវិញឲ្យតែបានញ៉ាំបន្លែចុចអីចឹងនិយាយវាមានក្តីសុខហ្មងបងប្អូននិយាយមែនតើណាសួតជ្រូកនេះយើងទិញមកពីផ្សារមកបតោងធំហ្មងបងប្អូនយើងកាត់វាដុំទៅយើងយកវាមកស្ងោរដាក់គល់ក្រៃលឹកវាសោយម្ដេងស្ងោរវាចោលបងប្អូនយើងមកធ្វើទឹកអំពិលទុំយើងវិញណាជាដំបូងបងប្អូនត្រាំអំពិលទុំហ្នឹងឲ្យវារីកសិនទៅយើងជ្រុំយកទៅទឹកបន្ទាប់ពីជ្រុំវាយកទៅទឹករួចហើយយើងចាក់ទឹកត្រីចូលដាក់ប៊ីចេងដាក់ស្ករក្រហមស្ករសខ្ញុំប្រើស្ករទាំងពីរចូលគ្នាដើម្បីឲ្យទឹកត្រីខ្ញុំវារសជាតិកាន់តែដិតចឹងខ្ញុំបន្ថែមជាមួយខ្ទឹមសហើយនិងម្ទេសដែលខ្ញុំក្លុករួចបងប្អូនកូរវាសប់ចូលគ្នាភ្លក់ទៅឆ្ងាញ់ល្មមហើយចាំខ្ញុំបន្ថែមខ្ទឹមក្រហមចូលបន្ថែមទៀតសម្រាប់ការ៉ុតជាថាសតែកដីវិញចាំពេលយើងញ៉ាំយើងដាក់ក៏បានដែរបងប្អូនសម្រាប់បន្លែដែលត្រូវញ៉ាំមួយទឹកអំបិលទុំត្រូវមានដូចជាតសក់សតែកបដោះជីស្បៃក្តោបខ្ញុំគិតថាតែប៉ុណ្្នឹងគឺសមរម្យពេកទេបងប្អូនបន្លែនឹងទឹកជ្រលក់យើងរួចរាល់សួតយើងឆ្អិនល្មមបងប្អូនយើងរងចាំឲ្យតែសួតយើងត្រជាក់ហើយចាំយើងហាន់ដាក់ចានរួចរាល់ជាការស្រេចបាត់ហើយមួយមុខនេះហ៎បងប្អូនឆ្ងាញ់ហើយធ្វើលឿនទៀតសួតនេះហ៎បងប្អូនឆ្ងាញ់ជាងគេអាកន្លែងពងកវាដោយសារវាមានចង់ស្រួយបងប្អូនញ៉ាំទៅឈប់សម្រាប់ទឹកជ្រលក់វិញហ៎បងប្អូនរៀបញ៉ាំចាំបងប្អូនដាក់ជាថាវចូលដាក់ការ៉ុតចូលហើយនិងសណ្តែកដីចូលបងប្អូនចូលចិត្តហឹរអាចបន្ថែមម្ទេសបានតាមនឹងអញ្ចឹងខ្ញុំហ៊ានធានាថាទឹកត្រីអំពិលទុំនេះហ៎បងប្អូនឆ្ងាញ់ជាងទឹកត្រីជូរអែមពេលដែលយើងញ៉ាំទៅវីដេអូរបស់មកពេចបានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page ម្នាក់មួយផងណាអរគុណបាយបាយជម្រាបលា